Hello សួស្តីអ្នកទាំងអស់គ្នាបាទជើងវិលត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងទឹកដីតាមពលវិញ្ញាណវគ្គ2នៅក្នុងឈុតពីទី170នៃផាតទី4ដែលជាផាតបញ្ចប់ស្អីរឿងប្រឡំលោកបន្តទៀតហើយខ្ញុំសូមធ្វើការអរគុណទៅដល់បងប្រុសសុកខឿងចម្រើនដែលបានលើកទឹកចិត្ត admin 0.19 សេនផងដែរអញ្ចឹងសូមជូនពរឲ្យបងប្រាថ្នាអ្វីក៏បានសម្រេចធ្វើដំណើរទៅទីជាតិទីឆ្ងាយជួបតែសុខសប្បាយសុវត្ថិភាពបើសិនជាគ្នាយើងចង់លើកទឹកចិត្ត admin បន្ថែមទៀតដើម្បីធ្វើវីដេអូជារៀងរាល់ថ្ងៃអាចមើលតាម QR code នៅលើអេក្រង់នេះក៏បានដែរបានឈរនៅពីក្រោយសុធីនតានដល់សម្លឹងមើលភាពជោគជ័យនៃអន្តរដ៏ល្អឥតខ្ចោះដែលពួកគេបានរៀបចំឡើងរួមគ្នាពេលនេះនារីពិសិដ្ឋខ្មែររួមទាំងអាត្មាទូលូទាំងពីររបស់វិហារខ្មែរពិសិដ្ឋត្រូវបានភងខ្លួនយ៉ាងជិតឈឹងនៅទីនោះទីបំផុតវិហារខ្មែរពិសិដ្ឋត្រូវបានឈានទៅដល់ទីបញ្ចប់ហើយអាណាចក្រសូរ្យន្ទ្រាលែងមានការគម្រាមកំហែងពីពួកសមបសិបិសាចទាំងនេះទៀតហើយខណៈដែលកងពលវិស្វករពលឹងនាគរាជអធិរាជនិងកងពលថ្នាក់ស្ដេចសត្វចម្លែកផ្សេងទៀតកំពុងតែយាមកាមយ៉ាងតឹងរឹងបំផុតអមដោយការឃ្លាំមើលពីឧបករណ៍សូលកាយរោគគ្រោកនោះហួយហានឹងថាងតង់នៅតែអាចជ្រៀតចូលទៅកាន់ទីតាំងហាមឃាត់នោះបានយ៉ាងងាយស្រួលក្រោមការការពារពីជំនាញផ្លាស់ប្ដូរពន្លឺពណ៌ទឹកក្រូចបានចេញពីការផ្ទុះនៅតែបន្តឆេះសន្ធើសន្ធើដែលសំបីតែអ្នកជំនាញអាល់ទីមេតកត្រេនសិនទូលូដូចជាហួយហាក៏មិនអាចទ្រាំទ្រនៅកម្ដៅរាប់ពាន់អង្សានេះបានដែរជូស៊ីដែលកំពុងតែសម្លឹងមើលទស្សនភាពនេះពីលើអាកាសបានលួចបញ្ចេញស្នាមញញឹមដ៏កក់ក្ដៅផ្ទុយពីសម្លេងសើចដ៏ត្រជាក់ញាក់សាច់របស់ស៊ូធីនរ៉ានការដែលនាងសុកចិត្តលះបង់មនុស្សមួយចំនួននៅក្នុងរាជវាំងឲ្យកប់ជាមួយនឹងអតិថិមរណៈនេះគឺដើម្បីជួយលុបបំបាត់នូវសត្រូវដ៏មានឥទ្ធិពលបំផុតរបស់ហួយហាធ្វើឲ្យបរិបទដែលនាងស្រឡាញ់កាន់តែមានសុវត្ថិភាពទោះជានាងដឹងច្បាស់ថាគេនឹងមិនអាចខ្លាចទៅជារបស់នាងក៏ដោយក៏នាងនៅតែមានក្តីសុខដែលបានធ្វើរឿងនេះសម្រាប់គាត់នាងថែមទាំងបានដាក់ឈ្មោះកូនប្រុសរបស់នាងថាជីនហានតែអក្សរជីនគឺប្រៀបដូចជាពងខណៈដែលអក្សរយូក្នុងឈ្មោះហូយហាវប្រៀបដូចជាដំណក់ភ្លៀងដែលនៅពេលរួមបញ្ចូលគ្នាវាមានអត្ថន័យធំទូលាយល្វឹងល្វើយចំណែកឯស៊ូធីនរ៉ានវិញគាត់កំពុងតែពុះកញ្ជ្រោលដោយក្តីរំភើបយ៉ាងខ្លាំងដែលអាចសម្លាប់នៅអាល់ទីមេទូលូដល់ទៅ2នាក់បានសម្រេចតែសូម្បីតែទូប៊ូស៊ីកន្លងមកក៏មិនមែនស្លាប់ដោយសារស្នាដៃរបស់គាត់ដែរគាត់បានប្រកាសក្តែងប្រាប់ជូស៊ីអំពីមហិច្ឆតារបស់ខ្លួនក្នុងការរៀបចំនៅកងទ័ពឡើងវិញដើម្បីបើកនៅការវាយលុកទៅលើអាណាចក្រស្តាឡូនិងអាណាចក្រទូលីងនៅមួយឆ្នាំក្រោយគាត់បដិញ្ញានឹងបង្រួបនៅទ្វីបមួយនេះហើយបដូរឈ្មោះពីឧបទ្វីបទូលូទៅជាឧបទ្វីបសូរិយាចន្ទ្រាព្រមទាំងបង្ខំឲ្យសាលាជ្រែកត្រូវតែលុតជង្គង់ចុះនិងបដូរឈ្មោះទៅជាសាលាអធិរាជសូរ្យាចន្ទ្រាទៀតផងសម្ដីនេះបានធ្វើឲ្យកងរមីងនិងក្រុមវិស្វករពលឹងទាំងអស់ស្រែកហូកងរំពងយ៉ាងពេញទំហឹងបន្ទាប់ពី10នាទីកន្លងផុតទៅពន្លឺរស្មីនៃការផ្ទុះបានចាប់ផ្ដើមរសាត់បន្តិចម្ដងបន្សល់ទុកត្រឹមតែរណ្ដៅកំអែភ្នំភ្លើងដ៏ជ្រៅមួយនៅកណ្ដាលរាជវាំងទោះបីជាឧបករណ៍ក្បួនបង្ហាបធម្មពលខ្ពស់ទាំង4ត្រូវបានឆេកតិចទីទាំងស្រុងក៏ដោយក៏វាបានបំពេញតួនាទីរបស់វាយ៉ាងល្អក្នុងការទប់ស្កាត់ការផ្ទុះពីភ្លើងស្ងៀមស្ងាត់សូលកាយថ្នាក់ទី9ទាំង10គ្រាប់មិនឲ្យបំផ្លាញនៅទីក្រុងរ៉េឌៀនទាំងមូលបានសម្រេចធ្វើត្បិតតែការបាត់បង់នៅរាជវាំងព្រមទាំងវិស្វករពលឹងថ្នាក់ទី9 2នាក់និងសពាវុធដ៏មានតម្លៃជាច្រើនគឺជាការខាតបង់ដ៏ធំធេងប៉ុន្តែសុតិរ៉ាននៅតែចាត់ទុកថាវាគឺជាការលះបង់ដ៏ស័ក្តិសមបំផុតនៅពេលដែលរបាំងការពារបានរលាយបាត់កម្ដៅក៏បានសាយភាយចេញពេញទីក្រុងបង្ខំឲ្យការបាញ់នៅទឹកទៅកាន់រណ្ដៅនោះរហូតបង្កើតបានទៅជាចំហាយទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្លាមនោះសម្លេងប្រកាសអាសន្នក៏បានបន្លឺឡើងបំបែកនៅភាពអំណររបស់ពួកគេក្រុមវិស្វករពលឹងបានចាប់សញ្ញាឃើញរលកធម្មពលពលឹងនិងធម្មពលវិញ្ញាណដ៏គួរឲ្យរន្ធត់កំពុងតែសាយភាយចេញពីរណ្ដៅនោះដែលក្តីភិតភ័យស្លន់ស្លោស៊ូធីនរ៉ានបានបញ្ជាឲ្យកងទ័ពបើកនៅការវិភាគសពគ្រប់ទិសទីទៅកាន់រាជវាំងជាបន្ទាន់ប៉ុន្តែរំពេចនោះផ្កាព្រិលដ៏ត្រជាក់ញាក់សាច់រាប់មិនអស់ក៏បានធ្លាក់ចុះមកបិទបាំងកម្ដៅនៅរារាំងនៅប្រព័ន្ធឧបករណ៍សូលកាយរោគទាំងអស់ជូស៊ីស្គាល់ផ្កាព្រិលនេះយ៉ាងច្បាស់ហើយនេះក៏បានលួចខឹងនៅក្នុងចិត្តយ៉ាងខ្លាំងដែលហួយហៅលោកដៃចូលមកជួយសង្គ្រោះសត្រូវរបស់ខ្លួនបែបនេះតាមពិតទៅនៅពេលដែលកណុងត្រូវបានបាញ់ហួយហៅនឹងថាងតង់បានប្រើប្រាស់នៅជំនាញផ្លាស់ប្ដូរនិងដែនដីជ្រីជ្រៃពលឹងដើម្បីនាំជោគនៅអាល់ទីមេទូលូទាំងពីរនាក់គេចខ្លួនបាត់ទៅហើយក្រោយពេលធ្វើដំណើរយ៉ាងលឿនបានចម្ងាយ50គីឡូម៉ែត្រហួយហៅបានជប់នៅក្នុងព្រៃតូចមួយដែលដឹងថាគេត្រូវតែប្រឈមមុខនឹងបញ្ហាដ៏លំបាកមួយនេះនៅចំពោះមុខគេរាងកាយរបស់ឡុងស៊ីយ៉ាដែលកំពុងតែត្រកង3យេសជួយគឺត្រូវបានឆេះខ្លោចដោយមានសកាពណ៌ក្រហមឆ្អៅដែលកំពុងតែបញ្ចេញនៅដង្ហើមនៃសេចក្តីស្លាប់យ៉ាងច្បាស់លាស់ផ្ទុយទៅវិញយេសជួយបែរមើលទៅជាក្មេងជាងវ័យមានសម្រស់ស្រស់ស្អាតហើយរាងកាយនាងកំពុងតែ
តែបញ្ចេញនូវពលឺពណ៌មាសដ៏បរិសុទ្ធដោយគ្មានដង្ហើមអាក្រក់នៃអាយ៉ងបិសាចប្រលឹងឈាមសំបីតែបន្តិចលោកស៊ីយ៉ាវដឹងយ៉ាងច្បាស់ថាហូយហានឹងមិនព្រមលើកលែងឲ្យយេស៊ូជួយជាដាច់ខាតទើបគាត់បានអង្វរសុំត្រឹមតែឲ្យគេរក្សាជីវិតនាងរហូតទាល់តែគាត់ដាច់ដង្ហើមស្លាប់មុនសិនប៉ុណ្ណោះដោយភាពអាណិតអាសូរចំពោះការបន្ទាបខ្លួនរបស់អាល់ទីមេតូលូរូបនេះហូយហាក៏បានចូលព្រមតាមសំណើបន្ទាប់មករឿងរ៉ាវដ៏គួរឲ្យតក់ស្លុតនិងអាចកបាំងដែលលាក់ទុកពេញមួយជីវិតក៏ត្រូវបានយេស៊ូជួយសម្រេចចិត្តទម្លាយប្រាប់ទៅកាន់លោកស៊ីយ៉ាវនៅក្នុងវិនិច្ឆ័យចុងក្រោយនៃជីវិតរបស់ពួកគេនាងបានសារភាពថាការពិតទៅរាល់ទង្វើដែលធ្វើឲ្យគាត់មានវិដិសារីកន្លងមកគឺសិតតែជាការរៀបចំទុកមុនរបស់នាងទាំងអស់ព្រោះបរិះដែលនាងតែងតែស្រឡាញ់តាំងពីដើមរហូតមកគឺរូបគាត់មិនមែនមូអិនឡើយកាលពីអតីតកាលក្នុងព្រឹត្តិការណ៍នៃការប្រកួតនៃ Soul Battle នៃ Tournament លើឧបទ្វីបមួយនេះនេះគឺជាចារកម្មនិងជាលេឌីពិសិដ្ឋរបស់វិហារខ្មៅពិសិដ្ឋដែលមានភារកិច្ចមកបំបីពិបាកអ្នកទាំងពីរព្រោះសមត្ថភាពរបស់ពួកគេគឺជាការគំរាមកំហែងយ៉ាងធំដល់អង្គការរបស់នាងដោយសារតែលោកស៊ីយ៉ាមិនមែនជាសិស្សរបស់សាលាជ្រែកឪពុករបស់ចុងលីអូមិនអនុញ្ញាតឲ្យនាងជ្រើសរើសគាត់ទេដូច្នេះនាងត្រូវបានគេបង្ខំឲ្យជ្រើសរើសមូអិនជាសាធារណៈប៉ុន្តែដើម្បីសម្រេចផែនការបំបីពិបាកនាងបានលួចប្រកល់ខ្លួនប្រាណឲ្យទៅលោកស៊ីយ៉ាវរួចទៅហើយដើម្បីបង្កើតទៅជាចំនួនស្នេហាត្រីកោណដ៏ឈឺចាប់មួយសង្គ្រោះជីវិតអ្នកទាំងពីរពីការតាមសម្លាប់របស់វិហារខ្មៅពិសិដ្ឋរឿងរ៉ាវកាន់តែធ្វើឲ្យអ្នកគ្រប់គ្នាស្រឡាងកាំងនោះគឺនាងបានបង្ហើបថានាងថែមទាំងបានបង្កើតកូនប្រុសម្នាក់ឲ្យលោកស៊ីយ៉ាវទៀតផងកូនចៅចំនួនក្រោយរបស់ពួកគេដែលធ្លាប់បដូរទៅប្រើនៅតកូលដើមរបស់នាងគឺគ្មាននរណាក្រៅពីជីនសាវជេដែលជាព្រឹទ្ធបរិះในสำนักเป็นเรื่องกบฏคนในสลายแฉกนู่นที่กรอนแต่ลือแบบนี้ทางต้องขังสบายจังคลั่งหายจอประการทานนี้กับปงใต้ก็เหาะดำใบบำใบแบบบ้าสามเมื่อกี้พี่บอสสลาเป็นใต้จะช่วยบานเป็นเชี่ยยาสอบสัตย์ทาขนมธนาจะสลับแต่หายนี่มีหายพอเราไว้เตะก็เหาะทีเตะพร้อมเตียงบานบางหายปีห้องเป็นลือได้เชียอาวุธเป็นเรื่องที่พี่แต่บ่อเนี้ยได้เชียพอตังเนียงบ้านและบ้างวีเป็นมวยจีวดดำใบกาปีคล้วนปีวิหิขมายพิเศษหายเติบแต่บ้านปราบปราสมาธิพี่บรรลุลางวิญระบอสัตย์ห้องเพลิงนี่ดำใบช่วยสังครูเป็นเรื่องระบบពួកគេទាំងពីរពីការផ្ទុះអំបញ្ញមិញនេះកាលដែលនាងសុកចិត្តដើរចូលទៅក្នុងអន្ទាក់របស់ស៊ូធីនតានដោយនឹងខ្លួនមុនគឺដើម្បីសាឡបងមើលក្តីស្រឡាញ់របស់លោកស៊ីយ៉ាវមកលើនាងហើយនាងពិតជាមានក្តីសុខណាស់ដែលគាត់ហ៊ានចូលមកសង្គ្រោះនាងរហូតដល់គ្រោះថ្នាក់ដល់ជីវិតបែបនេះការទម្លាយការពិតនេះបានធ្វើឲ្យលោកស៊ីយ៉ាវខូចចិត្តយ៉ាងខ្លាំងនៅពេលដឹងថាវិបត្តិសេរីនឹងការលះបង់របស់គាត់ចំពោះមូអិនកន្លងមកគឺកើតចេញអំពីការរៀបចំកលល្បិចទាំងអស់ប៉ុន្តែទីបំផុតគាត់ក៏បានយល់ថាពួកគេទាំងពីរនេះពិតជាជំពាក់មូអិនយ៉ាងធំធេងពិតប្រាកដមែននៅក្នុងវិនិច្ឆ័យចុងក្រោយនេះយេស៊ូជួយបានសុំអង្វរធ្វើជាភរិយាដ៏ល្អរបស់គាត់ដោយសន្យាថានឹងធ្វើតាមគ្រប់យ៉ាងដែលគាត់ចង់បានដើម្បីសងគុណដល់មូអិនទូលូអន្តរិយនាគរាជបានសម្រេចចិត្តបន្សល់ទុកអំណោយចុងក្រោយតាមរយៈនៃការផ្ទេរធម្មពលព្រលឹងដែលបរិសុទ្ធបំផុតរបស់គាត់ទៅឲ្យហួយហាវទោះបីជាហួយហាវព្យាយាមបដិសេធក៏គាត់នៅតែបង្ខំឲ្យហួយហាវទទួលយកដោយបញ្ចូលថាធម្មពលនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់គាត់ក្នុងការបង្កើតនូវស្នូលព្រលឹងជាលើកទី3នៃការបំពេញបន្ថែមជីនយ៉ាងនៅពេលដែលគាត់ឈានឆ្ពោះទៅកាន់ level 99នាពេលអនាគតស្របពេលជាមួយនឹងគ្នានោះលោកស៊ីយ៉ាក៏បានបង្គាប់ឲ្យយេស៊ូជួយផ្ទេរធម្មពលរបស់នាងទៅឲ្យថាងអូតុងដូចគ្នាតាមឡែកថាងអូតុងបានប្រសាទយ៉ាងដាច់ហង្ការព្រោះនាងមិនចង់ទទួលយកធម្មពលពីសូមសើបិសាយនោះទេប៉ុន្តែយេស៊ូជួយបានបញ្ចូលថាធម្មពលអាក្រក់របស់នាងទាំងអស់ត្រូវបានរលាយបាត់អស់តាំងពីការផ្ទុះនៅឯរាជវាំងមកម្ល៉េះអ្វីដែលនៅសេសសល់ក្នុងទម្រង់ព្រលឹងនេះគឺជាធម្មពលនៃហង្សពលឺដ៏បរិសុទ្ធប៉ុណ្ណោះក្រោយពីបានលើសំឡេងណែនាំរបស់ឪពុកនាងបន្លឺឡើងនៅក្នុងក្បាលប្រាប់ឲ្យនាងទទួលយកថាងអូតុងក៏យល់ព្រមតែនាងបញ្ជាក់យ៉ាងដាច់ហង្ការថានាងមិនពោលពីអរគុណឡើយដែលយេស៊ូក៏រីករាយនឹងផ្ដល់ឲ្យដោយមិនទាមទារនៃការតបស្នងដូចគ្នាតែមានការជឿជាក់ពីការស្កេនរបស់លលាក្បាលនៃជោគវាសនាពីតោភ្នែក3តែគ្មានគ្រោះថ្នាក់អ្វីនោះហួយហាវនឹងថាងអូតុងក៏បានអង្គុយចោទល់មុខគ្នារួចប្រើប្រាស់ធម្មពលហៅតុងរួមបញ្ចូលគ្នាលោកស៊ីយ៉ានិងយេស៊ូជួយបានឈរពីក្រោយខ្នងក្មេងទាំងពីររួចបញ្ជូនធម្មពលព្រលឹងរបស់សតនិងគ្មានគុណលក្ខណៈធាតុណាមួយចូលទៅក្នុងរាងកាយរបស់ពួកគេយ៉ាងថ្នមខណៈដែលហួយហាវក៏បានប្រើនៅការរុករកព្រលឹងការពារនាងនិងត្រៀមប្រើប្រាស់នៅការផ្លាប់ដោយឈុនអ៊ូជេនិកក្រៃឡូមានភាពមិនប្រក្រតីណាមួយកាត់ឡើងប៉ុន្តែអ្វីៗបានដំណើរការយ៉ាងរលូនកំពូល Ultimate ទូលូទាំងពីរបានត្រឹមតែកោតសរសើរនៅភាពអស្ចារ្យនៃស្នូលព្រលឹងនៃការបំពេញបន្ថែមជីនចាំងរបស់យុវជនទាំងពីរដែលអាចជួយបំពេញបន្ថែមគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះខណៈដែលការបង្កើតរបស់ហួយហានិងថាងអូតុងកំពុងតែកើនឡើងយ៉ាងឆាប់រហ័សឆ្ពោះទៅមុខយ៉ាងលឿនសន្ធឹកក្រោមការជ្រោមជ្រែងចុងក្រោយនៃមហាអំណាចចំនួនមុននេះហើយសាររឿងរបស់យើងក៏ស្ដីតែប៉ុណ្្នេះ